Hello អ្នកនរនេះខ្ញុំមកប្រើជាមួយនឹងការបន្លាចាតែខ្ញុំមកប្រើពីពណ៌ហ្មងពណ៌ការទឹកដោះជាមួយនឹងការអង្គាដីថាពណ៌ពេញនិយមហ្មងណាចាអញ្ចឹងសម្រាប់មុខខ្ញុំផ្ទាល់ខ្ញុំបើស្អីខ្ញុំដាក់ក្រែមស្លេកអីចឹងគឺអាស៊ីមុខខ្ញុំមិនសាមុខខ្ញុំចាដាក់ស្លេកវិញដូចមនុស្សឈឺចឹងចាអញ្ចឹងបាននឹងពណ៌ដិតចឹងឲ្យលេចមុខខ្ញុំសម្រាប់បងអូនណាគាត់ប្រើពណ៌ដិតឃើញចាស់វិញតែខ្ញុំអត់ទេគាត់មិនលេចមុខខ្ញុំពណ៌ឆាតអីចឹងណាចាឥឡូវខ្ញុំមកប្រើជាមួយនឹងពណ៌អង្គាដីហ្នឹងគេអីខ្ញុំចូលមកប្រើជាមួយនឹងចាលើថ្ពាល់ហើយនឹងលើដបភ្នែកអូយអានេះពណ៌វាស្អាតស្លោខ្ញុំអត់នេះគាត់និយាយថាដល់ហ្នឹងនេះសម្រាប់ខ្ញុំគឺថាលើកទៀតចាអញ្ចឹងបងប្អូនអ្នកនេះកុំអស់តែងខ្លួនអ្នកនេះតិចទៅចានេះសម្រាប់មុខខ្ញុំគឺខ្ញុំប្រើជាមួយ sunscreen baby cream វិញគឺចឹងទៅហើយផាត់អាហ្នឹងមកបានហើយសម្រាប់បងប្អូនខ្លះគាត់ថាចឹងមិនមកគាត់ប្រើផ្កាបន្លាក់ស្ជាប់ចាមួយហេតុដែលខ្ញុំរកឃើញណាបងប្អូនបាត់សាច់ខ្ញុំផ្ទាល់គឺតែពេលដែលខ្ញុំលាប sunscreen ហើយគឺខ្ញុំបានលាប BB cream អីចឹងដល់ពេលយើងលាបទៅគឺវាឆាប់ចូលមកអស់ហើយតែបើសិនជាយើងប្រើ BB cream ចាឬក៏ foundation អីទៀតចឹងណាចឹងវាធ្វើឲ្យអាសាច់ cream នៃផ្កាបន្លាក់ហ្នឹងគឺវាជាប់ហើយខាំជាប់ចាហើយក៏បានចា4-5ម៉ោងដែរចាវាអត់លាបទៅអស់ហើយដោយសារអីពេលដែលយើងលាប sunscreen យើងអត់លាប BB cream អីទេចឹងធ្វើឲ្យអាសាច់ cream នេះគឺវាចូលមុខយើងណាបងប្អូនចឹងឯងខ្ញុំនេះឃើញបន្ថែមបន្តិចមកគឺថាលើសម្រស់តែម្ដងលើមកបើខាងនេះម្ដងអូយតបស្រីនឹងគ្នាស្អាតដល់ហើយនេះពណ៌ទៅបានលក់ដាច់ចាពណ៌ហ្នឹងនេះគឺថាសក់កផ្កាដបនៃកផ្កាអញ30ស្លាប់ចានេះពណ៌ជាដីអានេះគឺជាពណ៌ចាកាត់ពណ៌កាត់នេះក៏ស្អាតដែរនេះសម្រាប់អ្នកគាត់របៀបថាមុខអត់ទៅពេញបាត់ស៊ីអីហ្នឹងត្រូវមកហើយជាពិសេសអ្នកគឺយកទៅធ្វើកន្លែងកំធូរអញ្ចឹងណាចាសម្រាប់អ្នកគាត់ចេះ make up គឺគាត់ប្រើពណ៌នេះគឺលក់ដាច់បងអ្នកនៅសុខែអីទាំងពណ៌ហ្នឹងច្រើនណាស់នេះកាលពេលចេញវងព្រោះពណ៌ហ្នឹងគឺលក្ខណៈ sexy ហើយពេញនិយមនៅប្រទេសក្រៅតែនៅខ្មែរយើងអ្នកគាត់ចេះ make up ក៏គាត់ប្រើទៅស្អាតដែរហ្នឹងน้องนี่โอ้ยใบแต่มาดองจ้าบางคนคืออย่างนี้จ้าจังสำหรับบางคนเนี่ยก็จังอังสมุนไพรอะไรเนี่ยอังสูบานนะในหนึ่งปอนด์สีจัดสีอะไรเนี่ยน้องนี่โอเคจ้ามาออน